ពេលនិយាយពីប្រទេសអ៊ីស្រាអែលតើបងប្អូននឹកឃើញដល់អ្វីមុនគេខ្លាំងឆ្លាតមានតាមពិតប្រទេសអ៊ីស្រាអែលមានរឿងជាច្រើនទៀតដែលយើងគួរដឹងទាំងនេះជារឿងទាំង40យ៉ាងអំពីប្រទេសអ៊ីស្រាអែល 1. ជាទឹកដីពិសិដ្ឋរបស់អ្នកកាន់សាសនាគ្រីស្ទានអ្នកធ្លាប់បានអានគម្ពីរ Bible របស់សាសនាគ្រីស្ទានច្បាស់ជាបានដឹងគ្រប់គ្នាហើយថាប្រទេសអ៊ីស្រាអែលជាទឹកដីដ៏ពិសិដ្ឋដោយសារជាទឹកដីពាក់ព័ន្ធនឹងការចាប់កំណើតការសោយទីវង្គតលើឈើឆ្កាងនិងការមានប្រជញ្ញឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទដែលធ្វើឲ្យទឹកដីនៃប្រទេសអ៊ីស្រាអែលបានក្លាយជាគោលដៅទេសចររបស់គ្រិស្តសាសនិកទូទាំងពិភពលោកប្រាថ្នាចង់ទៅឲ្យបានម្ដងក្នុងមួយជីវិតរបស់ពួកគេចំណែកឯម្ចាស់ស្រុកវិញក៏ទទួលបានផលប្រយោជន៍មិនតិចនោះទេពីវិស័យទេសចរមួយនេះ 2. ប្រទេសអ៊ីស្រាអែលមានប្រជាជនសរុបជាង 8 លាននាក់ក្នុងនោះមាន 75% នៃប្រជាជនអ៊ីស្រាអែលជាជនជាតិជ្វីវបើយើងនិយាយពីប្រជាជនជ្វីវដែលនៅរាយប៉ាយពាសពេញពិភពលោកបច្ចុប្បន្នមានប្រហែលជាជាង 14 លាន 30 ម៉ឺននាក់យោងតាមការព្យាករណ៍របស់អ្នកជំនាញនៅឆ្នាំ 2025 ប្រជាជនអ៊ីស្រាអែលនឹងកើនឡើងដល់ 10 លាននាក់ 3. អ៊ីស្រាអែលមានទំហំសេដ្ឋកិច្ច 100,000 លានដុល្លារសហរដ្ឋអាមេរិកគឺធំជាងប្រទេសទាំងអស់នៅជុំវិញអ៊ីស្រាអែលបូកបញ្ចូលគ្នាទៅទៀតជាប្រទេសដែលមានស្តង់ដាររស់នៅល្អដាច់គេនៅមជ្ឈិមបូព៌ា 4. ភាសាអារ៉ាប់ជាភាសាផ្លូវការរបស់ប្រទេសអ៊ីស្រាអែលដែលដើរទន្ទឹមគ្នានឹងភាសាហេប្រ៊ូតាមពិតភាសាហេប្រ៊ូជាភាសាមួយក្នុងចំណោមភាសាដែលស្លាប់ដូចជាភាសាបាលីភាសាសំស្ក្រឹតដែរមានន័យថាមានតែភាសាតែគ្មានអ្នកនិយាយតែចំពោះភាសាហេប្រ៊ូវិញត្បិតថាគេលែងនិយាយរាប់ពាន់ឆ្នាំក្តីក៏ជនជាតិអ៊ីស្រាអែលពង្រឹងភាសានេះឲ្យរស់ឡើងវិញដោយនាំគ្នាប្រើប្រាស់ទាំងនិយាយនិងសរសេរ 5. ជាប្រទេសសម្បូរសារមន្ទីរបំផុតអ៊ីស្រាអែលក៏ជាទីដែលមានសារមន្ទីរនៅក្រោមទឹករបស់ពិភពលោកផងដែរគេអាចមុជទឹកដើម្បីទៅទស្សនាពីជីវភាពរស់នៅរបស់មនុស្សសម័យបុរាណបាននៅទីនោះ 6. ការថើបដីជាប្រពៃណីដ៏យូរលង់ណាស់មកហើយវាមិនមែនជារឿងចម្លែកនោះទេដែលគេតែងតែឃើញមានអ្នកដំណើរជាពិសេសនៅប្រលានយន្តហោះ Ben Gurion ថើបដីនោះតាមពិតនេះជាប្រពៃណីយ៉ាងចំណាស់មួយរបស់អ្នកកាន់សាសនាយូដា 7. យេរូសាឡឹមជាទីក្រុងមួយក្នុងចំណោមទីក្រុងចំណាស់របស់ពិភពលោកទីក្រុងនេះក៏ជាទីក្រុងពិសិដ្ឋរបស់សាសនាមួយចំនួនផងដែរហើយបានទាក់ទាញអ្នកកាន់សាសនាទាំងនោះឲ្យមកលេងនៅប្រទេសនេះរាប់ពាន់លាននាក់ផងដែរ 8. ប្រទេសអ៊ីស្រាអែលជាប្រទេសតែមួយគត់ដែលប្រកាន់យករបបប្រជាធិបតេយ្យពេញលេញនៅតំបន់មជ្ឈិមបូព៌ា 9. អ៊ីស្រាអែលជាប្រទេសទំហំតូចដែលគេអាចរត់ពីលិចទៅកើតចំណាយពេលត្រឹមតែ 2 ម៉ោងតែប៉ុណ្ណោះហើយរត់ពីក្រោមទៅលើចំណាយពេលត្រឹមតែ 9 ថ្ងៃប៉ុណ្ណោះជាក់ស្ដែងគ្មាននរណារត់នោះទេនេះគ្រាន់តែជាការប្រៀបធៀបឲ្យដឹងថាអ៊ីស្រាអែលតូចតែប៉ុណ្ណោះ 10. នាំចេញផ្កា 5% ទៅកាន់ពិភពលោកជាប្រទេសវាលខ្សាច់ខ្សត់ទឹកនិងជាប្រទេសតូចទេតែអ៊ីស្រាអែលអាចដាំផ្កានាំចេញទៅកាន់ពិភពលោកបានច្រើនគ្រាន់តែថ្ងៃបុណ្យក្តីស្រឡាញ់អ៊ីស្រាអែលនាំចេញផ្កាទៅអឺរ៉ុបជាង 6 លានតោង 11. កម្មវិធីកម្ចាត់មេរោគកុំព្យូទ័រឬតាមភាសាបច្ចេកទេសកុំព្យូទ័រ Antivirus Software ត្រូវបានផលិតដំបូងនៅប្រទេសអ៊ីស្រាអែលនៅឆ្នាំ 1979 12. ជាប្រទេសតែមួយគត់លើលោកដែលដើមឈើកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំការដាំកូនឈើជាប្រពៃណីដ៏ល្អមួយរបស់ជនជាតិជ្វីវតាំងពីឆ្នាំ 1948 អ៊ីស្រាអែលបានចាប់ផ្ដើមយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងព្រៃប្រកបដោយចីរភាពជាលទ្ធផលបច្ចុប្បន្នប្រទេសអ៊ីស្រាអែលជាប្រទេសដែលមានដើមឈើជាង 200 លានដើម 13. ជនជាតិដែលស្រឡាញ់ការចេះដឹងចូលចិត្តអានសៀវភៅគេហៅជនជាតិជ្វីវថា People of the Book មានន័យថាមនុស្សសៀវភៅអ៊ីស្រាអែលជាប្រទេសដែលបោះពុម្ពសៀវភៅច្រើនលើសលប់មួយអ៊ីស្រាអែលជាប់ចំណាត់ថ្នាក់លេខ 2 ជាប្រទេសបោះពុម្ពសៀវភៅច្រើនបំផុត 14 ជាប្រទេសទទួលបានពានរង្វាន់ Nobel ច្រើនគឺច្រើនជាងអាមេរិកបារាំងនិងអាល្លឺម៉ង់ទៅទៀត 15 រឿង Mighty Morphin Power Ranger ដែលខ្មែរយើងហៅថារឿងស្រមោចខ្មៅស្រមោចក្រហមនោះជារឿងដ៏ល្បីល្បាញត្រូវបានផលិតដោយផលិតករភាពយន្តអ៊ីស្រាអែលលោក Hem Saban 16 សមុទ្រមរណៈនៅអ៊ីស្រាអែលជាតំបន់ដែលទាបបំផុតនៅលើផែនដីជាសមុទ្រដែលប្រៃបំផុតគឺប្រៃជាងទឹកសមុទ្រធម្មតាជិត 9 ដងឯណោះជាងនេះទៅទៀតនៅពេលដែលយើងចុះក្នុងទឹកនេះយើងនឹងមិនលិចចូលក្នុងទឹកនោះទេគឺអណ្ដែតរហូត 17 ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសត្វស្លាបច្រើនបំផុតមានសត្វស្លាបជាង 500 លានក្បាលហើរមកពីតំបន់ផ្សេងចូលមកក្នុងប្រទេសនេះ
18ប្រទេសអ៊ីស្រាអែលបានកែច្នៃនិងលក់ប្រព័ន្ធការពារសុវត្ថិភាពអ្នកដំណើរតាមអាកាសចរនិងប្រព័ន្ធការពារមីស៊ីលមុនគេ19គ្រួសារប្រហែលជា 93% នៅអ៊ីស្រាអែលគេប្រើប្រាស់អគ្គិសនីដែលបានពីផ្ទាំងសូឡាជាភាគរយដ៏ខ្ពស់បំផុតនៅលើពិភពលោក20របស់ប្រើប្រាស់ដូចជា Flash USB ឡានហោះប្រដាប់កោអគ្គិសនីប្រព័ន្ធបន្តក់ទឹកស្រោចដំណាំ keyboard laser ជាដើមសុទ្ធតែត្រូវបានកែច្នៃដោយជនជាតិអ៊ីស្រាអែល21អ៊ីស្រាអែលជាប្រទេសតែមួយគត់ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក មិចស៊ិក កាណាដា ព្រមទាំងសហភាពអឺរ៉ុបនិងសហគមន៍ពាណិជ្ជកម្មសេរីអឺរ៉ុបផងក្នុងពេលតែមួយជាមួយគ្នា22អ៊ីស្រាអែលផ្ដោតសំខាន់លើបច្ចេកវិទ្យាជាន់ខ្ពស់ក្រុមហ៊ុនថ្មីជាង 3000 ក្រុមហ៊ុនបានចាប់ផ្ដើមបើកដំណើរការនៅក្រៅសហរដ្ឋអាមេរិកជាប្រទេសសម្បូរមនុស្សដែលមានភាពជាអ្នកដឹកនាំជាពិសេសស្ត្រីនិងអ្នកដែលមានអាយុចាប់ពី25ឆ្នាំឡើង23លោកស្រី Golda Meir ជាគំរូស្ត្រីខ្លាំងអ្នកស្រីជាស្ត្រីម្នាក់ក្នុងចំណោម3នាក់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលបានកាន់តួនាទីជានាយករដ្ឋមន្ត្រីហើយជាស្ត្រីម្នាក់ក្នុងចំណោម2នាក់ដែលត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យធ្វើជាមេដឹកនាំច្រើនអាណត្តិ24បាននិយាយពីភាពខ្លាំងរបស់ស្ត្រីអ៊ីស្រាអែលគឺថាអ៊ីស្រាអែលជាប្រទេសតែមួយគត់ដែលតម្រូវឲ្យស្ត្រីចូលបម្រើការក្នុងអង្គភាពកងទ័ពជនជាតិអ៊ីស្រាអែលសុទ្ធតែមានកាតព្វកិច្ចយោធាក្នុងនោះក៏តម្រូវលើស្ត្រីផងដែរគ្រាន់តែស្ត្រីបំពេញកាតព្វកិច្ចយោធាតែ2ឆ្នាំប៉ុណ្ណោះខណៈដែលបុរស3ឆ្នាំក្នុងប្រវត្តិសាស្ត្រគ្រប់សង្គ្រាមដើម្បីបុព្វហេតុដណ្ដើមទឹកដីអ៊ីស្រាអែលមកវិញនិងការពារទឹកដីដែលយកបានមកវិញសុទ្ធតែមានវត្តមានចូលរួមពីស្ត្រីអ៊ីស្រាអែល25កាលពីឆ្នាំ1952គេបានស្នើសុំឲ្យលោក Albert Einstein ធ្វើជាប្រធានាធិបតីអ៊ីស្រាអែលតែលោកបានបដិសេធ26ប្រទេសអ៊ីស្រាអែលជាប្រទេសដែលមានអត្រានៃការរស់នៅខ្ពស់ទី8លើលោកគឺអាយុ82ឆ្នាំ27យើងបានដឹងហើយថាគេហៅជនជាតិអ៊ីស្រាអែលថាជាមនុស្សសៀវភៅកាលពីឆ្នាំ2011រដ្ឋអ៊ីស្រាអែលបានចាប់ផ្ដើមរៀបកូនបណ្ណាល័យនៅតាមចំណតឡានក្រុងនានាដើម្បីឲ្យអ្នកដំណើរអ៊ីស្រាអែលអានដោយឥតគិតថ្លៃ28ចិត្តសប្បុរសប្រទេសអ៊ីស្រាអែលជាប្រទេសដែលមានអត្រាអ្នកបរិច្ចាគក្រលៀនច្រើនបំផុតជាង11ឆ្នាំចុងក្រោយនេះជនជាតិអ៊ីស្រាអែលបានបរិច្ចាគក្រលៀន 1005 ក្រលៀនដល់អ្នកជំងឺដែលត្រូវការចំនួននេះនៅតែបន្តកើនឡើងតទៅទៀត29យើងដឹងហើយថាអ៊ីស្រាអែលជាប្រទេសនៅតំបន់វាលខ្សាច់ខ្សត់ទឹកហេតុនេះហើយបានជាធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសនាំមុខគេក្នុងការកែច្នៃទឹកប្រើប្រាស់ឡើងវិញទឹក 90% នៃទឹកដែលគេបានប្រើប្រាស់ហើយត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញបើប្រៀបធៀបនឹងសហរដ្ឋអាមេរិកទឹកតែ 1% នៃទឹកប្រើប្រាស់ហើយប៉ុណ្ណោះដែលគេកែច្នៃប្រើប្រាស់ឡើងវិញ30តើបងប្អូនជឿទេថានៅអ៊ីស្រាអែលគេធ្វើការដល់ថ្ងៃអាទិត្យរីឯថ្ងៃឈប់សម្រាកគឺថ្ងៃសុក្រ31ទីក្រុងបុរាណបៀសេបាដែលមានអាយុកាលជាង 4000 ឆ្នាំមកហើយនោះពេលនេះជាតំបន់ដែលសម្បូរអ្នកលេងអុកច្រើនជាងគេបំផុត32យើងបាននិយាយរួចហើយពីប្រទេសអ៊ុយក្រែននៅអ៊ីស្រាអែលក៏ជាប្រទេសមួយក្នុងចំណោម10ប្រទេសដែលមានស្រីស្អាតច្រើនដែរតែស្ត្រីអ៊ីស្រាអែលមិនមានត្រឹមតែមុខមាត់ស្អាតបាននោះទេពួកគេភាគច្រើនជាបញ្ញវន្តរៀនចប់សាកលវិទ្យាល័យមិនតែប៉ុណ្ណោះនៅអ៊ីស្រាអែលបុរសសង្ហាក៏សម្បូរដែរ33ជនជាតិអ៊ីស្រាអែលបានកែច្នៃឧបករណ៍ដែលអាចថតរាងកាយពីខាងក្នុងមកបានគេច្នៃវាជាទម្រង់ថ្នាំគ្រាប់ដើម្បីឲ្យអ្នកជំងឺលេបវាជួយសម្រួលដល់គ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យពីភាពមិនប្រក្រតីរបស់ក្រពះពោះវៀនឲ្យបានច្បាស់ល្អ34ទូចតែខ្លឹមអ៊ីស្រាអែលជាប្រទេសទី17ដែលខ្លាំងខាងវិស័យយោធាការវាយតម្លៃមិនត្រឹមតែវាយតម្លៃលើចំនួនអាវុធដែលមានប៉ុណ្ណោះទេតែគេបានវាយតម្លៃផ្ដោតលើគោលការណ៍3ទៀតដូចជាអានុភាពយោធាអានុភាពលើសហគមន៍អន្តរជាតិនិងសម្ព័ន្ធភាពអន្តរជាតិមិនខុសពីប្រទេសនានាទេអ៊ីស្រាអែលមានកងទ័ព3ប្រភេទគឺជើងគោកជើងទឹកនិងជើងអាកាសមានទ័ពសរុប 615,000 នាក់ទ័ពសកម្ម 17,000 នាក់ទ័ពបម្រុង 44,500 នាក់មានយន្តហោះចម្បាំង595គ្រឿងយន្តហោះប្រដេញ253គ្រឿងឧទ្ធម្ភាគចក្រ146គ្រឿងយន្តហោះដឹកជញ្ជូន18គ្រឿងរថក្រោះ2760គ្រឿងយានចម្បាំងជាង 6000 រ៉ុកកែត150ដើមនិងយុទ្ធោពករណ៍កងទ័ពជើងទឹករាប់ពាន់គ្រឿង
កងទ័ពអ៊ីស្រាអែលជាកងទ័ពដែលឆ្លងកាត់ការវឹកហាត់បានដិតដល់ជាទីបំផុតនិងមានទឹកចិត្តបដូរផ្ដាច់និយមតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិសូមបញ្ជាក់ថាអ៊ីស្រាអែលចម្រុះជាតិសាសន៍មែនតែទាហានទាំងអស់ត្រូវតែជាជនជាតិជ្វីវ35គេចាត់ទុកថាជនជាតិអ៊ីស្រាអែលជាមនុស្សឆ្លើយគំរោះគំរើយជនជាតិអ៊ីស្រាអែលខ្លួនឯងក៏ទទួលស្គាល់ដែរតែពួកគេពេញចិត្តដោយសារពួកគេជាមនុស្សបែបនេះជនជាតិជ្វីវជាមនុស្សឃើញយ៉ាងម៉េចថាបែបហ្នឹងពួកគេយល់ឃើញថានេះជាភាពស្មោះត្រង់និងចំគោលដៅ36បាត់បង់ដល់សពថ្ងៃដោយបន្សល់ទុកនៅភាពតានតឹងមកជាមួយផង37នៅថ្ងៃទី14ខែឧសភាឆ្នាំ1948លោក David Ben-Gurion បានប្រកាសបង្កើតរដ្ឋអ៊ីស្រាអែលជាផ្លូវការមួយថ្ងៃក្រោយមកបណ្ដាប្រទេសអារ៉ាប់ដែលនៅជុំវិញនោះមានអេស៊ីប ស៊ីរី ហ្សូដានី លីបង់និងអ៊ីរ៉ាក់បាននាំគ្នាលើកទ័ពវាយប្រហារលើអ៊ីស្រាអែលតែឯងសង្គ្រាមអារ៉ាប់អ៊ីស្រាអែលលើកទី1នេះមានរយៈពេលជាង9ខែជាលទ្ធផលគឺអ៊ីស្រាអែលជាអ្នកទទួលជោគជ័យ38ក្រោយមកសង្គ្រាមរវាងអ៊ីស្រាអែលនិងប្រទេសអារ៉ាប់ចំនួន3គឺអេស៊ីប ហ្សូដានីនិងស៊ីរីក្នុងឆ្នាំ1967ឬហៅថាសង្គ្រាមអារ៉ាប់អ៊ីស្រាអែលលើកទី3មានរយៈពេលត្រឹមតែ6ថ្ងៃប៉ុណ្ណោះពីថ្ងៃទី5ដល់ថ្ងៃទី10ខែមិថុនាអ៊ីស្រាអែលបានវាយឈ្នះប្រទេសទាំង3ដែលសុទ្ធតែជាប្រទេសធំជាងខ្លួនមានទ័ពច្រើនជាងខ្លួនឲ្យចុះចាញ់ត្រឹមតែ6ថ្ងៃប៉ុណ្ណោះ36ជនជាតិជ្វីវជាជនជាតិពូកែរកស៊ីផងដែរភាពប៉ិនប្រសប់ក្នុងការរកស៊ីនេះហើយបានជាមានពាក្យគេនិយាយថាប្រាក់ទូទាំងពិភពលោកនៅក្នុងហោប៉ៅរបស់ជនជាតិជ្វីវតាមស្ថិតិបានបង្ហាញថាក្នុងចំណោមមហាសទ្ធិកម្ពុជានៅលើពិភពលោកមានជាងពាក់កណ្ដាលជាជនជាតិជ្វីវឬមានខ្សែស្រឡាយជនជាតិជ្វីវក្នុងនោះកម្ចីមានការប្រាក់និងការលក់បង់រំលោះជាដើមជាការបង្កើតឡើងរបស់ជនជាតិជ្វីវ40 Tel Aviv ជាទីក្រុងមួយដែលមានឆ្កែចំនួន 80000 ក្បាលដែលរស់នៅក្នុងឧទ្យានសម្រាប់ឆ្កែជាង60កន្លែងតើបងប្អូនដឹងអ្វីខ្លះទៀតពីប្រទេសអ៊ីស្រាអែល